សួស្តីប្រិយមិត្តទាំងអស់គ្នាវិលត្រឡប់មកជួបជាមួយនឹង Admin សាជាថ្មីម្ដងទៀតហើយនៅថ្ងៃនេះផងដែរយើងបន្តសាច់រឿង Naruto របស់យើងបន្តទៀតដែលការពិវៈមុនយើងក៏បានឃើញ Sasuke នឹងប្រយុទ្ធជាមួយនឹង Yuroi ដែលជាសមាជិកក្រុមរបស់ Kabuto ហើយ Sasuke ក៏បានយកឈ្នះទៅលើ Yuroi ផងដែរចំណែកការប្រកួតគូទី2វិញយើងក៏បានឃើញ Shino បានយកឈ្នះទៅលើ Sakura ហើយគូទី3ក៏បានចូលមកដល់យើងក៏បានឃើញ Kangaroo នឹងប្រកួតជាមួយនឹង Mitsumi អញ្ចឹងចង់ដឹងថាសាច់រឿងបន្តរបស់យើងទៅជាយ៉ាងណាកុំភ្លេចទស្សនាជាមួយនឹង Admin ទាំងអស់គ្នាមុននឹងទស្សនាកុំភ្លេចចុច Like និង Subscribe ក៏មិនលើកទឹកចិត្តឲ្យ Admin ម្នាក់មួយផងអ្នកទាំងអស់គ្នាដើម្បីឲ្យ Admin មានកម្លាំងចិត្តធ្វើវីដេអូបន្តទៀត Standing by សាច់រឿងរបស់យើងក៏បានចាប់ផ្ដើមឡើងនៅក្នុងការប្រឡងចូលនាមជុំទី3ហើយយើងក៏បានឃើញការប្រកួតរបស់គូទី3មកដល់ផងដែរនោះគឺជា Kangaroo ហើយនិង Mitsumi នៅពេលដែលការប្រកួតរបស់ពួកគេបានចាប់ផ្ដើមយើងក៏បានឃើញ Mitsumi ប្រើតិចនិចពិសេសរបស់គេដើម្បីទៅរុំខ្លួនរបស់ Kangaroo ហើយគេក៏បាននិយាយប្រាប់ទៅកាន់ Kangaroo ថាឲ្យសុំចុះចាញ់ទៅបើមិនចង់ឲ្យគេកាច់បំបាក់ករបស់ Kangaroo ក៏ប៉ុន្តែ Kangaroo ក៏បានប្រាប់ទៅកាន់ Mitsumi វិញថាអត់ទេខ្ញុំមិនចោះចាញ់ទេឯងទេគឺជាអ្នកដែលត្រូវស្លាប់បន្ទាប់ពី Kangaroo បាននិយាយលយអញ្ចឹងយើងក៏បានឃើញ Mitsumi នឹងកាច់បំបាក់ករបស់ Kangaroo តែម្ដងនៅពេលដែលអ្នកទាំងអស់គ្នាដែលកំពុងតែទស្សនានៅក្នុងហោប្រឡងកំពុងតែគិតថា Kangaroo នឹងបានចោះចាញ់នៅលើការប្រកួត Gaara ហើយនិង Temari គឺពិតជាដឹងសមត្ថភាពរបស់ Kangaroo ពិតប្រាកដដែលធ្វើឲ្យ Gaara ហើយនិង Temari មិនមានការភ្ញាក់ផ្អើលអ្វីនោះទេដោយសារតែគាត់ទុកចិត្តនឹងសមត្ថភាពរបស់បងប្អូនរបស់គាត់នៅទីបំផុតយើងក៏បានដឹងថា Kangaroo បានប្រើតិចនិចពិសេស Body Replacement នៅក្នុងតុក្កតារបស់គាត់ដើម្បីផ្លាស់ប្ដូររាងកាយរបស់គាត់ពីតុក្កតារបស់គាត់ទៅរាងកាយរបស់គាត់ពិតប្រាកដវិញនៅទីបំផុត Kangaroo គាត់បានប្រើតុក្កតាការ៉ាត់ស៊ូរបស់គាត់ដើម្បីទៅរុំខ្លួនរបស់ Mitsumi នៅពេលដែល Mitsumi ទ្រាំលែងបានគាត់ក៏សុំចោះចាញ់តែម្ដងដែលធ្វើឲ្យការប្រកួតមួយនេះមានភាពងាយស្រួលបំផុតសម្រាប់ Kangaroo នៅពេលដែលការប្រកួតគូទី3បានបញ្ចប់យើងក៏បានឃើញគូទី4បានធ្វើដំណើរមកដល់នោះគឺជា Sakura ប្រកួតជាមួយនឹង Ino នៅពេលដែលការប្រកួតបានចាប់ផ្ដើមយើងក៏បានឃើញពួកគេទាំងពីរបានប្រើថៃចិត្តស៊ូរៀងៗខ្លួនដើម្បីធ្វើការប្រយុទ្ធគ្នានៅពេលដែលប្រយុទ្ធទៅវិញទៅមកពួកគេក៏រៀងអស់កម្លាំងផងដែរដោយសារតែ Sakura មិនដាច់ចិត្តវាយប្រហារទៅកាន់ Ino ដែលជាមិត្តភក្តិរបស់ខ្លួនយើងក៏បានឃើញ Ino ធ្វើការវាយប្រហារមកកាន់ Sakura វិញក៏ប៉ុន្តែនៅពេលដែលវាយប្រហារជិតមកដល់យើងក៏បានឃើញពួកគេសម័យទៅកាន់អតីតកាលរបស់ពួកគេដែលជាមិត្តភាពល្អនឹងគ្នាហើយពួកគេក៏បាននិយាយថាឲ្យគ្នាទៅវិញទៅមកផងដែរចំណែកឯ Naruto ហើយនិង Shikamaru វិញពួកគេក៏បានទាស់ពាក្យសម្ដីនឹងគ្នាដោយសារតែក្រុមរបស់ពួកគេរៀងៗខ្លួននឹងធ្វើការប្រកួតគ្នាទៅវិញទៅមកនៅពេលដែលឃើញ Shikamaru និយាយឌឺទៅកាន់ Sakura អញ្ចឹង Naruto ក៏ទ្រាំលែងបានចង់ស្ទុះទៅវាយ Shikamaru តែម្ដងក៏មកដល់ Sakura ហើយនិង Ino នៅវិញយើងក៏បានឃើញពួកគេទាំងពីរនាក់ប្រើចក្រារៀងៗខ្លួនដើម្បីធ្វើការវាយប្រហារគ្នាទៅវិញទៅមករហូតដល់ពួកគេអស់កម្លាំងរៀងៗខ្លួនតែម្ដងហើយនៅទីបំផុតយើងក៏បានឃើញ Sakura ប្រើក្បាច់សតោខ្លនចិត្តស៊ូដើម្បីធ្វើការវាយប្រហារទៅកាន់ Ino ផងដែរក៏ប៉ុន្តែការប្រយុទ្ធរវាងពួកគេទាំងពីរមិនទាន់បានបញ្ចប់នោះទេពួកគេព្យាយាមប្រើចក្រារបស់ពួកគេរៀងៗខ្លួនដើម្បីធ្វើការប្រយុទ្ធគ្នាបន្តទៀតហើយនៅទីបំផុតពួកគេក៏បានវាយគ្នាត្រូវមួយដៃចំកណ្ដាលមករៀងៗខ្លួនតែម្ដងរហូតដល់បណ្ដាលឲ្យពួកគេបានសន្លប់រៀងៗខ្លួនផងដែរIno ក៏បានប្រើក្បាច់ Mind Transfer ចិត្តស៊ូរបស់នាងដើម្បីគ្រប់គ្រងទៅលើរូបរាងកាយរបស់ Sakura ហើយបង្ខំឲ្យ Sakura លើកដៃសុំចុះចាញ់ក៏ប៉ុន្តែត្រូវបាន Naruto ស្រែកដាក់ Sakura ដើម្បីឲ្យ Sakura នឹងភ្ញាក់ខ្លួនពីការ control របស់ Ino ផងដែរដោយសារតែចក្រារបស់ Ino នៅមានភាពទន់ខ្សោយនៅឡើយគេមិនអាចគ្រប់គ្រងទៅលើរូបរាងកាយរបស់ Sakura បាននោះទេអញ្ចឹងហើយទើបធ្វើឲ្យការគ្រប់គ្រងទៅលើរូបរាងកាយរបស់ Sakura ទទួលបរាជ័យហើយនៅពេលនោះការប្រយុទ្ធរវាងពួកគេទាំងពីរនាក់ក៏បានចាប់ផ្ដើមម្ដងទៀតពួកគេក៏បានប្រើក្បាច់ Hai ចិត្តស៊ូរៀងៗខ្លួនដើម្បីវាយប្រហារទៅលើគ្នាទៅវិញទៅមកក៏ប៉ុន្តែនៅទីបំផុតគេក៏បានចាញ់នៅក្នុងការប្រកួតតែម្ដងមូលហេតុដែលពួកគេទាំងពីរបានចាញ់នៅក្នុងការប្រកួតដោយសារតែដល់ពេលកំណត់ហើយពួកគេទាំងពីរនាក់មិនអាចផ្ដួលនរណាម្នាក់ឲ្យសុំចុះចាញ់បានចឹងហើយពួកគេទាំងពីរនាក់មិនមានសិទ្ធិបន្តទៅវគ្គបន្ទាប់នោះទេហើយអតេក៏បានកំណត់ឲ្យពួកគេទាំងពីរនាក់ចាញ់តែម្ដងហើយនៅពេលដែលការប្រកួតគូទី5នៃការប្រឡងជួរនាមជុំទី3បានធ្វើដំណើរមកដល់យើងក៏បានឃើញ Sakura ហើយនិង Ino ភ្ជាប់ពីការសន្លប់របស់គេផងដែរហើយយើងក៏បានឃើញពួកគេទាំងពីរនាក់បន្តឆ្លោះគ្នាបន្តទៀតដោយសារតែពួកគេទាំងពីរនាក់ហ្នឹងគឺជាសត្រូវស្នេហាដោយសារតែលងស្រឡាញ់ Sasuke ដូចគ្នាអ្នកទាំងអស់គ្នាក៏លេចមកមើលការប្រកួតរវាងគូទី5ម្នាក់វិញយើងក៏បានឃើញ Temari ដែលមកពី Sand Village នឹងធ្វើការប្រកួតជាមួយនឹង Ten ដែលជាសមាជិករបស់ Guy ដែលមកពីភូមិស្លឹកឈើនៅពេលដែលការប្រកួតរបស់ពួកគេទាំងពីរបានចាប់ផ្ដើមឡើងយើងក៏បានឃើញពួកគេទាំងពីរហ្នឹងមិនមានធ្វើចលនាបំលាស់ទីនោះទេដោយសារតែពួកគេទាំងពីរនាក់ហ្នឹងទ្រង់ចាំមើលភាគីទាំងសងខាងធ្វើបំលាស់ទីរៀងៗខ្លួនផងដែរ Temari ក៏បាននិយាយទៅកាន់តែនថាតើឯងរងចាំមើលការបំលាស់ទីរបស់យើងមែនទេយើងមិនបានធ្វើបំលាស់ទីមុននោះទេអញ្ចឹងឯងធ្វើបំលាស់ទីវាយប្រហារមកកាន់យើងមុនមកដូច្នេះហើយតេម៉ារីក៏បានឲ្យមេដៃទម្លាក់ចុះក្រោមមួយមើងងាយទៅកាន់តែនផងដែរហើយនៅពេលនោះតែនក៏ទ្រាំលែងបានបើការប្រយុទ្ធជាមួយនឹងតេម៉ារីវិញតែម្ដងតែនក៏បានប្រើអាវុធសម្ងាត់វាយប្រហារទៅកាន់តេម៉ារីក៏ប៉ុន្តែវាគ្មានផលប្រយោជន៍អ្វីនោះទេបើទោះបីជាតែនព្យាយាមធ្វើចលនាហើយប្រើបំលាស់ទីវាយប្រហារទៅកាន់តេម៉ារីក៏ដោយសារតែតេម៉ារីនឹងបានប្រើផ្លិតវាយបកមកកាន់នាងវិញផងដែរទោះបីជាយ៉ាងណាក៏ដោយតែនក៏នៅតែបន្តការប្រយុទ្ធទៅកាន់តេម៉ារីតែនបានប្រើក្បាច់ Ninja អេតពិសេសរបស់នាងដែលមានឈ្មោះថា Twin Rising Dragon ដើម្បីវាយប្រហារទៅកាន់តេម៉ារីបន្តក៏ប៉ុន្តែត្រូវបានតេម៉ារីប្រើក្បាច់ផលិតពិសេសរបស់នេះដើម្បី counter ការវាយប្រហារមកកាន់តែនវិញផងដែរ
នៅទីបំផុតតេម៉ារីក៏បានប្រើតិចនិចពិសេសរបស់នាងដែលមានឈ្មោះថាព្យូផ្លិតធ្វើការវាយប្រហារទៅកាន់តែនតែនផងដែរនៅពេលនោះផងដែរយើងក៏បានឃើញតែនតែនត្រូវរបួសហើយនាងក៏បានសន្លប់តែម្ដងបន្ទាប់ពីហិចតេបានប្រកាសថាតេម៉ារីជាអ្នកឈ្នះការប្រកួតគូទី5តេម៉ារីក៏ចង់បោះតែនតែនសម្ដៅទៅកាន់អាវុធរបស់នាងដែលនៅស្របជាមួយនឹងដីក៏ប៉ុន្តែត្រូវបានរកលីចូលមកជួយសង្គ្រោះនាងទាន់ពេលវេលាហើយពេលនោះពួកគេក៏បានប៉ះសម្ដីគ្នាផងដែរក៏ប៉ុន្តែត្រូវបានម៉ៃកាយចូលមកសម្រួលទាន់ពេលវេលានៅពេលដែលការប្រកួតមើលទៅដូចជាធូរស្រាលហើយយើងក៏បានឃើញការប្រកួតគូទី6ក៏បានធ្វើដំណើរមកដល់នោះគឺជាស៊ីខាម៉ារូត្រូវប្រកួតជាមួយក្រុមរបស់ដូស៊ូដែលមានឈ្មោះថាគីនដូស៊ូក៏បាននិយាយប្រាប់ទៅគីនផងដែរថាឲ្យមានការប្រុងប្រយ័ត្នខ្ពស់ជាមួយនឹងស្រមោលរបស់ស៊ីខាម៉ារូនៅពេលដែលការប្រកួតរវាងពួកគេទាំងពីរបានចាប់ផ្ដើមយើងក៏បានឃើញស៊ីខាម៉ារូប្រើក្បាច់ពិសេសរបស់គេ Ninja Edge Shadow Possession ជាស៊ូវាយប្រហារទៅកាន់គីនក៏ប៉ុន្តែគីនបានដឹងមុនហើយគេក៏បានកោអាវុធសម្ងាត់ដើម្បីធ្វើការប្រឆាំងជាមួយនឹងស៊ីខាម៉ារូវិញផងដែរស៊ីខាម៉ារូគឺពិតជាចាប់អារម្មណ៍ជាមួយនឹងអាវុធសម្ងាត់របស់គីនដោយសារតែអាវុធសម្ងាត់របស់គីនហ្នឹងគឺមានភ្ជាប់មកជាមួយនឹងសញ្ញាកណ្ដឹងស៊ីខាម៉ារូក៏បានដឹងពីអន្ទាក់របស់គីនផងដែរក៏ប៉ុន្តែនៅពេលដែលគីនបានបន្លឺសំឡេងកណ្ដឹងហ្នឹងឲ្យវារឡើងស៊ីខាម៉ារូក៏បានធ្លាក់ចូលអន្ទាក់របស់គីនតែម្ដងហើយគីនក៏បានប្រើអាវុធសម្ងាត់វាយប្រហារទៅកាន់ស៊ីខាម៉ារូម្ដងបន្តិចផងដែរក៏ប៉ុន្តែនៅពេលដែលគីនព្យាយាមវាយប្រហារទៅកាន់ស៊ីខាម៉ារូយើងក៏បានឃើញគីនហ្នឹងធ្លាក់ចូលអន្ទាក់របស់ស៊ីខាម៉ារូវិញតែម្ដងនៅពេលនោះផងដែរយើងក៏បានឃើញគីនហ្នឹងធ្លាក់នៅក្នុងក្បាច់ Shadow Possession ជាស៊ូរបស់ស៊ីខាម៉ារូដែលធ្វើឲ្យគីនហ្នឹងមិនអាចកម្រើករាងកាយរបស់នាងបានទេហើយនៅពេលនោះស៊ីខាម៉ារូក៏បាននិយាយថាទោះជាយ៉ាងណាក៏ដោយដែរក្បាច់ Shadow Clone Possession របស់ខ្ញុំគឺពិតជាជោគជ័យនៅពេលដែលឃើញអញ្ចឹងគីនឆ្ងល់គីនសួរទៅកាន់ស៊ីខាម៉ារូថាតើឯងកំពុងតែនិយាយអ្វីដោយសារតែគេហ្នឹងមិនបានឃើញសមោលរបស់ស៊ីខាម៉ារូនោះទេហើយស៊ីខាម៉ារូក៏បាននិយាយបញ្ចូលទៅកាន់គីនផងដែរថាសមោលរបស់ស៊ីខាម៉ារូហ្នឹងគឺដំណើរការបានតាមរយៈខ្សែដែលគីនគប់សម្ដៅមកកាន់ស៊ីខាម៉ារូណាទាំងអស់គ្នាទោះបីជាយ៉ាងណាក៏ដោយដែរស៊ីខាម៉ារូអាចគ្រប់គ្រងសមោលរបស់គីនបានអញ្ចឹងហើយអាចធ្វើត្រាប់តាមគីននៅពេលដែលស៊ីខាម៉ារូធ្វើអីអញ្ចឹងគីនធ្វើតាមហើយនៅពេលនោះផងដែរគីនក៏បាននិយាយទៅកាន់ស៊ីខាម៉ារូថាតើឯងអាចយកឈ្នះយើងដោយរបៀបណាហើយស៊ីខាម៉ារូដល់ពេលដែលឃើញអញ្ចឹងគាត់ក៏ថាពិតជាធុញហាំងណាស់នៅឲ្យស្ងៀមហើយចាំមើលទៅនិយាយរួចហើយស៊ីខាម៉ារូគាត់ក៏បានដកស៊ីនស៊ូរីគិនរបស់គាត់ដើម្បីគប់សម្ដៅទៅកាន់គីនហើយនៅពេលដែលគីនគាត់ឃើញអញ្ចឹងគាត់ថាស៊ីខាម៉ារូគឺពិតជាល្ងងខ្លាំងមែនទែនក៏ប៉ុន្តែនៅពេលដែលស៊ីខាម៉ារូគប់សម្ដៅទៅកាន់គីនដែលធ្វើឲ្យចលនារបស់ពួកគេទាំងពីរនាក់ធ្វើបំលាស់ទីដូចគ្នាអញ្ចឹងហើយគីនក៏បានបុកនឹងជញ្ជាំងធ្វើឲ្យសន្លប់តែម្ដងនិយាយទៅស៊ីខាម៉ារូគាត់គឺជាស៊ីណូប៊ីម្នាក់ដែលមានភាពវៃឆ្លាតនិងសមត្ថភាពទាំងអស់គ្នាបើទោះបីជាចិត្តស៊ូនិងចក្រារបស់គាត់មិនសូវខ្លាំងក៏ដោយដែរនៅទីបំផុតស៊ីខាម៉ារូក៏បានយកឈ្នះទៅលើគីនបានដោយជោគជ័យនៅពេលដែលការប្រកួតគូទី6ទៅបានបញ្ចប់គូទី7ក៏បានធ្វើដំណើរមកដល់ផងដែរដែលសមត្ថភាពក្នុងការប្រកួតគូទី7ហ្នឹងគឺជាសមាជិកក្រុមទី7និងក្រុមទី8មកពីភូមិស្លឹកឈើអ្នកទាំងអស់គ្នាគឺជាណារ៉ាតូរបស់យើងនឹងឯងអ្នកទាំងអស់គ្នាដែលប្រកួតជាមួយនឹងគីបាណារ៉ាតូនៅពេលដែលឃើញឈ្មោះរបស់គេអញ្ចឹងគឺពិតជាសប្បាយចិត្តខ្លាំងមែនទែនចំណែកឯគីបាវិញគឺពិតជាសប្បាយចិត្តខ្លាំងដែរដោយសារតែគេហ្នឹងគាត់ថាណារ៉ាតូហ្នឹងគឺជាមនុស្សដែលអន់ណាស់អ្នកទាំងអស់គ្នាហើយគេក៏បាននិយាយប្រាប់ឆ្កែអាកាម៉ារូរបស់គេថាគឺពិតជា easy win ចំពោះណារ៉ាតូស្របពេលជាមួយគ្នាផងដែរយើងក៏បានឃើញលីដែលអង្គជាតិណារ៉ាតូហ្នឹងកំពុងតែអន់ចិត្តដោយសារតែការប្រកួតរបស់គេមិនទាន់ធ្វើដំណើរមកដល់ចំណែកឯកាកាស៊ីសិនសេគាត់កំពុងតែសម្លឹងមើលណារ៉ាតូហើយនឹងលីផងដែរហើយគាត់ក៏បានចាប់អារម្មណ៍ថាលីហ្នឹងគឺពិតជាដូចហ្គាយកាលពីមុនខ្លាំងមែនទែននិយាយហើយគាត់ក៏បានសម្លឹងមើលមុខហ្គាយចំណែកហ្គាយវិញក៏បានសម្លឹងមើលមុខកាកាស៊ីវិញផងដែរហើយគាត់ក៏បានញញឹមឲ្យមេដៃកាកាស៊ីមួយតែម្ដងសេរីរបស់យើងក៏បានកាន់មកដល់ឈុតបន្ទាប់យើងក៏បានឃើញការប្រកួតរវាងគូទី7ក៏បានធ្វើដំណើរមកដល់ផងដែរហើយនៅពេលដែលការប្រកួតបានចាប់ផ្ដើមឡើងយើងក៏បានឃើញណារ៉ាតូនិយាយទៅកាន់គីបាថាកុំឲ្យយកឆ្កែចូលអញ្ចឹងណាទាំងអស់គ្នានៅពេលដែលឃើញណារ៉ាតូប៊ូលូឆ្កែរបស់ខ្លួនអញ្ចឹងគីបាគាត់ក៏បាននិយាយថាឯងគឺពិតជាល្ងងខ្លាំងមែនទែនអាកាម៉ារូគឺជាដៃគូប្រយុទ្ធរបស់យើងនៅពេលដែលឃើញអញ្ចឹងណារ៉ាតូគាត់ក៏បានសួរហាយ៉ាតេថាតើការយកឆ្កែមកចូលរួមក្នុងការប្រយុទ្ធហ្នឹងគឺខុសច្បាប់អត់ក៏ប៉ុន្តែហាយ៉ាតេក៏បានប្រាប់ណារ៉ាតូវិញថាគឺមិនខុសច្បាប់នោះទេនៅក្នុងពិភពរបស់ណារ៉ាតូឆ្កែក៏គេចាប់ទុកសម្រាប់ថាជាអាវុធរបស់ស៊ីណូប៊ីសម្រាប់ក្នុងការប្រយុទ្ធដែរទាំងអស់គ្នាបន្ទាប់ពីបានសួរហាយ៉ាតេហើយណារ៉ាតូគាត់ក៏បាននិយាយទៅកាន់គីបាថាវាមិនអីនោះទេចំណែកគីបាវិញក៏បានប្រាប់ឆ្កែអាកាម៉ារូរបស់គាត់កុំឲ្យលុកដៃគឺគាត់ចូលវាយជាមួយណារ៉ាតូមួយទល់នឹងមួយតែម្ដងហើយគីបាគឺពិតជាមើលស្រាលទៅកាន់ណារ៉ាតូខ្លាំងមែនទែនអ្នកទាំងអស់គ្នាដោយសារតែរៀននៅ Academy ជាមួយគ្នាហ្នឹងណារ៉ាតូហ្នឹងគឺសមត្ថភាពរបស់ណារ៉ាតូហ្នឹងនៅមានកម្រិតនៅឡើយអញ្ចឹងណាទាំងអស់គ្នាចឹងហើយទៅគាត់មើលស្រាលទៅកាន់សមត្ថភាពណារ៉ាតូហើយគាត់ក៏បាននិយាយទៅកាន់ណារ៉ាតូថាខ្ញុំនឹងដាក់ឯងតែមួយដៃប៉ុណ្ណោះនឹងធ្វើឲ្យឯងសុំចុះចាញ់ណារ៉ាតូក៏បានតបទៅកាន់គីបាវិញថាឯងប្រកាសឬទេឯងមិនអាចយកឈ្នះខ្ញុំបាននោះទេនៅពេលដែលបានឌឺដងពេលសន្ទៃគ្នាទៅវិញទៅមកហើយការប្រកួតក៏បានចាប់ផ្ដើមឡើងហើយនៅពេលនោះដែរយើងក៏បានឃើញគីបាណាំប្រើតិចនិចពិសេសរបស់គេដែលធ្វើឲ្យបំលាស់ទីរបស់គេគឺលឿនខ្លាំងមែនទែនណារ៉ាតូមិនអាចមើលទាន់នោះទេហើយគេក៏បានស្ទុះទៅដាក់ណារ៉ាតូចំកណ្ដាលពោះតែម្ដងចំណែកណារ៉ាតូបន្ទាប់ពីស៊ីម្ដាយរបស់គីបាហើយគេក៏បានដេកស្ដុះស្ដឹងនៅនឹងកន្លែងតែម្ដងគីបាក៏បាននិយាយទៅកាន់ហាយ៉ាតេថាឲ្យបញ្ចប់ការប្រកួតទៅដោយសារតែមើលទៅដូចជាណារ៉ាតូនឹងចាញ់ហើយអញ្ចឹងណាទាំងអស់គ្នាចំណែកអ្នកដែលកំពុងតែទស្សនាការប្រកួតវិញគឺពួកគេធ្វើការប៊ូលីទៅកាន់ណារ៉ាតូខ្លាំងមែនទែនដោយគេនិយាយថាណារ៉ាតូនឹងគឺពិតជាខ្សោយខ្លាំងណាស់ចំណែកគីបាវិញដោយសារតែគាត់យល់ថាណារ៉ាតូនឹងសន្លប់មិនអាចងើបរួចគាត់ក៏ចង់ដើរចេញពីទីលានប្រកួតតែម្ដងក៏ប៉ុន្តែនៅពេលហ្នឹងណារ៉ាតូក៏បានងើបពីសន្លប់វិញហើយគេក៏បាននិយាយថាកុំទាន់វាយតម្លៃខ្ញុំបន្ទាប់ពីឃើញណារ៉ាតូនិយាយលោអញ្ចឹងគីបាគាត់ក៏បានបើកការវាយប្រហារទៅកាន់ណារ៉ាតូម្ដងទៀតគីបាគាត់ក៏បានឲ្យឆ្កែអាកាម៉ារូរបស់គាត់វាយប្រហារទៅកាន់ណារ៉ាតូតែម្ដងហើយគាត់ក៏បានប្រើប្រាស់ក្របបែកផ្សែងរបស់គាត់ដើម្បីវាយប្រហារទៅកាន់ណារ៉ាតូទៀត
ហើយយើងក៏បានឃើញអាកាម៉ារូដែលជាឆ្កែរបស់គីបាហ្នឹងបានអូសណារូតូចូលទៅក្នុងក្របបែកផ្សែងហ្នឹងផងដែរហើយនៅពេលដែលក្របបែកផ្សែងហ្នឹងបានរលាយបាត់ទៅយើងក៏បានឃើញណារូតូដេកនៅនឹងកន្លែងតែម្ដងគីបានៅពេលដែលបានឃើញណារូតូដេកនឹងដីម្ដងទៀតអញ្ចឹងគឺពិតជាសប្បាយចិត្តខ្លាំងមែនទែនហើយគាត់ក៏បានហៅឆ្កែអាកាម៉ារូរបស់គាត់ត្រឡប់មករកគាត់វិញផងដែរហើយយើងក៏បានដឹងថាឆ្កែអាកាម៉ារូនោះគឺជាណារូតូអ្នកនរគ្នាណារូតូគាត់បានប្រើក្បាច់ Transformation Jutsu របស់គាត់ដើម្បីប្រែក្លាយឆ្កែអាកាម៉ារូហ្នឹងទៅជាគាត់អញ្ចឹងណាទាំងអស់គ្នាចំណែកអ្នកដែលកំពុងទស្សនានៅក្នុងហោប្រឡងវិញគឺពិតជាមានការភ្ញាក់ផ្អើលចំពោះណារូតូខ្លាំងមែនទែនដោយសារតែពីមុនគេយល់ថាណារូតូគឺពិតជាខ្សោយក៏ប៉ុន្តែនៅពេលនេះគឺមិនដូចមុននោះទេចំណែកគីបាវិញនៅពេលដែលឃើញឆ្កែរបស់គាត់ត្រូវបានណារូតូចាប់ចឹងគាត់ក៏បានឲ្យថ្នាំទៅកាន់ឆ្កែរបស់គាត់អាកាម៉ារូលេបហើយនៅពេលដែលអាកាម៉ារូបានលេបហើយយើងក៏បានឃើញថាអាកាម៉ារូនឹងបានផ្លាស់ប្ដូររាងកាយរបស់ឆ្កែនឹងតែម្ដងបន្តមកទៀតគីបាគាត់ក៏បានប្រែក្លាយអាកាម៉ារូនឹងទៅជាក្លូនរបស់គាត់ហើយគាត់ក៏បានប្រើតិចនិចពិសេសជាង4ដើម្បីវាយប្រហារទៅកាន់ណារូតូផងដែរនៅពេលដែលឃើញអញ្ចឹងណារូតូគាត់ក៏បានតវ៉ាជាមួយនឹងហាយ៉ាតេថាគីបានឹងលេងខូចចឹងណាទាំងអស់គ្នាឥឡូវតែតវ៉ានឹងត្រូវបានគីបាប្រើតិចនិចពិសេសរបស់គាត់មួយទៀតដែលមានឈ្មោះថា Fang Over Fang នឹងវាយប្រហារទៅកាន់ណារូតូឲ្យណារូតូដេកនៅនឹងកន្លែងតែម្ដងនៅពេលដែលគីបាវាយប្រហារទៅកាន់ណារូតូឲ្យដេកនៅកន្លែងអញ្ចឹងគីបាក៏បាននិយាយឌឺទៅកាន់ណារូតូថាឲ្យឃើញអត់នេះគឺជាក្បាច់ពិសេសរបស់យើងពិតប្រាកដថាមកពិតប្រាកដថាឃើញអត់គីបាក៏បាននិយាយទៅកាន់ណារូតូប្រាប់គាត់ថាសុំចុះចាញ់ទៅបើមិនចង់ឈឺខ្លួនចឹងហ្នឹងក៏ប៉ុន្តែត្រូវបានណារូតូបដិសេធហើយគាត់ក៏បាននិយាយថាគាត់ចង់ខ្លាចជាហូកាកេនៅថ្ងៃអនាគតចឹងហើយគាត់មិនអាចចាញ់បានទេនៅពេលដែលលឺណារូតូថាចង់ខ្លាចខ្លួនទៅជាហូកាកេគាត់ក៏បានសើចហើយគាត់ក៏បាននិយាយទៅកាន់ណារូតូទៀតថាអន់ចឹងចង់ខ្លាចទៅជាហូកាកេទុកឲ្យយើងខ្លាចជាហូកាកេជំនួសឯងវិញបន្ទាប់ពីបានលឺពាក្យសម្ដីប៊ូលូរបស់គីបាហើយណារូតូគាត់ក៏បានតស៊ូងើបឡើងវិញដើម្បីប្រឈមមុខជាមួយនឹងគីបាម្ដងទៀតហើយសាច់រឿងរបស់យើងក៏បានមកដល់ទីបញ្ចប់ផងដែរអ្នកនរគ្នារងចាំទស្សនាជាមួយនឹង admin នៅភាគបន្តជាចុងក្រោយកុំភ្លេច like និង subscribe comment លើកទឹកចិត្ត admin ម្នាក់មួយផងអ្នកនរគ្នាដើម្បីឲ្យ admin មានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតចាំជួបគ្នានៅវីដេអូក្រោយសូមអរគុណបាយ